ចំពោះស្លកកូយើងអាចធ្វើជាសម្លកកូត្នោតក៏បានឬក៏យើងស្លជាកកូបន្លែគ្រប់មុខក៏បានដែរហើយសម្រាប់កកូបន្លែគ្រប់មុខគឺជាសម្លមួយដែលអញបានថាវាល្អជាងគេព្រោះជាសម្លដែលវាសម្បូរទៅដោយវីតាមីនប្រូតេអ៊ីនសារធាតុរ៉ែអីផ្សេងៗព្រោះវាមានបន្លែចម្រុះគ្នាជាច្រើនជាពិសេសបន្លែបៃតងក៏វាសម្បូរទៅដោយសារធាតុដែកដែលជួយទៅដល់ការបង្កើតគ្រាប់ឈាមក្រហមរបស់យើងផ្ទាល់តែម្ដងចឹងណាហើយសម្រាប់ស្លកកូថ្ងៃនេះគឺខ្ញុំបានត្រីឆ្លាំងគឺទិញបានស្រស់មែនទែនបានខ្ទង់ប្រហែល7 គីឡូដែរហើយជាមួយនឹងសាច់ជ្រូក3ជាន់យើងដាក់លាយបន្ថែមចំពោះបន្លែមានដូចជាល្ហុងត្រួយសាម៉ៅព្រៃចេកត្រប់ស្លឹកខ្ទីត្រួយអង្គាដីសណ្តែកគួរស្លឹកបាសហើយយើងអាចបន្ថែមអីផ្សេងទៀតតែខ្ញុំភ្លេចមួយទៀតគឺស្លឹកម្រុំអានឹងទូឯគេនៅចុងក្រោយទឹមតបេះក្រោយគេអញ្ចឹងណាអញ្ចឹងចូលដល់របៀបនៃការស្លវិញគឺដំបូងឡើយយើងចាក់ប្រេងឆាតិចទៅយើងដាក់ប្រហុកច្រាមចូលណាចំពោះប្រហុកច្រាមយើងដាក់លីងវាជាមួយនឹងខ្លាញ់ឲ្យវាឡើងឈ្ងុយល្អសិនសិមយើងដាក់គ្រឿងបុកចូលតែគ្រឿងនេះខ្ញុំអត់បានបុកទេឥឡូវនេះគឺខ្ញុំប្រើម៉ាស៊ីនកិនយកតែម្ដងអញ្ចឹងក្នុងគ្រឿងយើងមានដាក់ខ្ទឹមសរំដេងល្មៀតស្លឹកក្រូចសើចណាបន្ទាប់មកចាំយើងដាក់គ្រឿងខៅចូលស្ករអំបិលប៊ីចេងទៅតាមនឹងទៅណាហើយចំពោះអំបិលយើងកុំតន់អាចដាក់ច្រើនពេកព្រោះខ្លាចប្រហុកយើងប្រៃធ្វើឲ្យស្លយើងប្រៃវាអត់ឆ្ងាញ់ទេបន្ទាប់ពីដាក់គ្រឿងខៅហើយសិមយើងដាក់នេះសាច់ជ្រូក3ជាន់ឲ្យឆ្អិនសិនចាំយើងដាក់ត្រីចូលហើយនៅពេលដែលយើងដាក់ត្រីចូលហើយគឺជៀសវាងកុំកូរខ្លាំងពេកណាខ្លាចត្រីបែកគឺវាអត់ឆ្ងាញ់ទេអញ្ចឹងបន្ទាប់ពីត្រីយើងបានឆ្អិនតិចតួចហើយយើងចាក់ទឹកតិចទៅដើម្បីរំងាស់ត្រីយើងឲ្យវាឆ្អិនណាហើយចំពោះត្រីដែលដាក់ឲ្យឆ្អិនហ្នឹងគឺកុំតន់អាចឆ្អិនខ្លាំងគេអាចថាឆ្អិនខ្ទង់ប្រហែលជា 70% សិនយើងដាក់ខ្ទិះដូងចូលព្រោះទំមយើងដាក់បន្លែដល់អីទៀតទៅបើយើងឲ្យឆ្អិនខ្លាំងបានយើងដាក់បន្លែដល់អីខ្លាចត្រីហ្នឹងវាលួចពេកចាអញ្ចឹងយើងដាក់ខ្ទិះដូងហើយយើងដាំវាឲ្យពុះមើលតែត្រីយើងឆ្អិនប្រហែលជាអញនិយាយថា 100% ចាចាំយើងដាក់បន្លែដែលវាក្រឆ្អិនចូលដូចជាចេកដូចជាត្រប់សណ្តែកគួរបន្ទាប់មកយើងធ្វើការកូរវាឲ្យវាឆ្អិនប្រហែលជាខ្ទង់2 ទៅ 3 នាទីសិនណាបន្ទាប់ពី2 ទៅ 3 នាទីហើយសូមយើងដាក់បន្លែដែលវាឆាប់នៅក្នុងការឆ្អិនដូចជាល្ហុងដោយសារយើងរៀងសាប់វាស្ដើងហ្នឹងអញ្ចឹងយើងដាក់វាហើយទៅបន្ទាប់ពីយើងដាក់ល្ហុងហើយសូមយើងបន្ថែមទឹកទៅតាមបរិមាណដែលយើងត្រូវការថាយើងត្រូវស្លទឹកប៉ុណ្ណាអីប៉ុណ្ណាយើងដាក់ទឹកប៉ុណ្ណឹងទៅសូមយើងដាំវាឲ្យពុះសិនណាចឹងបន្ទាប់ពីទឹកយើងពុះហើយយើងធ្វើការបង់កលេងអញ្ចឹងចំពោះកន្លែងនេះសំខាន់ណាបើសិនជាបងអូនដែលអត់សូវចេះក្នុងការស្មានទៅលើបរិមាណកលេងអានឹងយើងដាក់បន្តិចសិនណាកូរវាឲ្យសព្វរួចយើងទុកចោលប្រហែលជា2 ទៅ 3 នាទីឲ្យកលីងយើងរីកសិនយើងមើលទៅថាបើសិនជាខាប់ល្មមដែលយើងត្រូវការហើយយើងដាក់ប៉ុណ្ណឹងតែបើថាវាស្ទើរតែយើងថែមតិចទៀតណាអញ្ចឹងចុងក្រោយគេយើងដាក់ជាមួយនឹងផ្លែបៃតងស្លឹកបាសស្លឹកផ្ទីស្លឹកម្រុំស្លឹកអីនេះគឺយើងដាក់លាយចម្រុះចូលគ្នាធួយគីដីហ្នឹងគឺយើងដាក់ចម្រុះចូលគ្នាទាំងអស់តែម្ដងអញ្ចឹងដល់ពេលដែលយើងដាក់ផ្លែបៃតងចូលទាំងអស់ហ្នឹងហើយយើងគ្រាន់តែកូរវាទុកឲ្យវាត្រឹមតែមួយរំពុះទេណាអានឹងគឺយើងបិទភ្លើងចុះតែម្ដងណាព្រោះថាបន្លែបៃតងតកាលណាយើងដាក់ឆ្អិនជ្រុលពេកគឺវាអត់សូវឆ្ងាញ់ទេអញ្ចឹងអានេះគឺស្លយើងរួចរាល់ហើយគឺត្រីយើងក៏វានៅទាំងមូលទាំងដុំអញ្ចឹងអានឹងវាឆ្ងាញ់បើយើងកូរខ្លាំងបែកត្រីវាអត់សូវឆ្ងាញ់ទេ